ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកមើល YouTube ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូនត្រែនថ្ងៃនេះផងដែរខ្ញុំនឹងសម្ដែងរឿងមួយដែលមានចំណងជើងថាអ្នកបំរើកំចាត់ធូលីតោះចង់ដឹងថាតើអ្នកបំរើនឹងអាចកំចាត់ធូលីដែលនៅក្នុងផ្ទះនឹងបានដែរឬអត់តាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមឡើងពីមិត្តភាពដ៏ស្មោះស្ម័គ្ររវាងដុំធូលីតូចពីរដែលមានរូបរាងដូចជាទន្សាយគឺមួយមានឈ្មោះថា Fus និងមួយទៀតមានឈ្មោះថា Lin ដែលរស់នៅយ៉ាងមានក្តីសុខជាមួយគ្នានៅក្រោមសាឡុងក្នុងផ្ទះមួយហើយនៅទីនោះក៏មានធូលីជាច្រើនផងដែរហើយនៅថ្ងៃនោះពួកគេក៏បានឃើញនំជាច្រើននៅខាងក្រៅផងដែរពួកគេក៏បានទៅរើសនំនោះដើម្បីយកមកញ៉ាំតែសំណាងអាក្រក់ថ្ងៃហ្នឹងគឺស្ត្រីអ្នកបម្រើបានចូលមកសម្អាតផ្ទះនិងប្រើប្រាស់ម៉ាស៊ីនបូមធូលីផងដែរនៅក្នុងសកម្មភាពបូមនោះ Fus ត្រូវបានម៉ាស៊ីនបូមធូលីបញ្ចូលទៅខាងក្នុងជាមួយនឹងធូលីផ្សេងៗទៀតដែរខណៈពេលដែល Lin បានត្រឹមតែពួនលាក់ខ្លួននៅក្រោមសាឡុងដោយភាពតក់ស្លុតជាខ្លាំងទោះបីជា Lin ភ័យខ្លាចយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែមិត្តភាពគេក៏បានប្រមូលកម្លាំងចិត្តហើយសម្រេចចិត្តចាកចេញពីក្រោមសាឡុងដើម្បីធ្វើដំណើរទៅជួយ Fus និងអ្នកផ្សេងទៀតនៅពេលនោះ Lin ក៏បានព្យាយាមទៅដកដុយដើម្បីបញ្ឈប់ម៉ាស៊ីនបូមនោះរួចនាងក៏បានរត់ចូលទៅក្នុងស្បោងធូលីនោះ Lin ក៏បានស្វែងរកឃើញ Fus ដែលត្រូវបានបូមចូលទៅក្នុងនោះប៉ុន្តែបាត់បង់រូបរាងកាយអស់ទៅហើយ Lin ក៏បានជួយរៀបចំនិងបង្កើតរូបរាងឲ្យ Fus ឡើងវិញរួចអ្នកទាំងពីរក៏បានបង្កើតរូបរាងឲ្យដុំធូលីផ្សេងៗទៀតដែលបានបូមចូលទៅក្នុងនោះផងដែរបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានប្រមូលផ្តុំគ្នាចាកចេញមកខាងក្រៅវិញភ្លាមនោះស្ត្រីអ្នកបម្រើបានដោតដុយម៉ាស៊ីនបូមធូលីឡើងវិញធ្វើឲ្យម៉ាស៊ីនចាប់ផ្ដើមបូម Lin ចូលទៅក្នុងប្រហោងវិញយ៉ាងតក់ក្រហល់តែសំណាងល្អ Fus បានស្ទុះទៅចាប់ Lin ជាប់យ៉ាងណែនហើយក៏បានប្រើកម្លាំងទាញគេមកខាងក្រៅវិញដោយសុវត្ថិភាពផងដែរនៅពេលនោះ Lin ក៏ប្រាប់ទៅ Fus ថាពួកគេគួរតែទៅកំចាត់អ្នកបម្រើផ្ទះនោះចោលទៅហើយពួកគេក៏បានឡើងទៅលើម៉ាស៊ីនបូមធូលីនោះចាប់ផ្ដើមធ្វើកម្មវិធីបូមអ្នកបម្រើនោះចូលទៅក្នុងស្បោងធូលីនោះតែម្ដងហើយនៅពេលនោះផងដែរពួកគេក៏បានជោគជ័យហើយក៏បានលោតចុះមកខាងក្រោមវិញរួចធូលីផ្សេងៗទៀតក៏បានស្វាគមន៍ពួកគេផងដែរនៅទីបំផុតអ្នកបម្រើក៏បានចាកចេញពីទីនោះដោយពួកគេបានយកអាម៉ាស៊ីនបូមធូលីនឹងក្រវ៉ាត់ចេញទៅក្រៅវិញនៅទីបំផុតពួកគេទាំងពីរនាក់ក៏បានមានក្តីសុខនិងកក់ក្ដៅនៅក្រោមសាឡុងនោះវិញដោយស្នាមញញឹមនិងមិត្តភាពកាន់តែរឹងមាំជាងមុនផងដែរសម្រាប់សាច់រឿងរបស់យើងក៏បានបញ្ចប់តែប៉ុណ្្នេះឯងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនារឿងនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅរឿង Animation Short Film បែបខ្លីៗជាមួយខ្ញុំផងដែរបាយ